ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថាន់អតនៈមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកធ្វើ lab ទី1ដែលគ្រូបានឲ្យ topic test firewall ឥឡូវខ្ញុំចូលទៅ login ឈ្មោះរបស់ខ្ញុំចូលបានហើយអញ្ចឹងជាដំបូងចូលមើល version របស់ UAWនេះគឺជា version របស់UAW អញ្ចឹងខ្ញុំចូលទៅ comment ទី2ឥឡូវខ្ញុំ enable វា sudo USW firewall is active enable on system start ឥឡូវខ្ញុំសាកចូលទៅ Geekbase hostname ចូលវាសិនហើយចាំ deny វា SH ឥឡូវខ្ញុំ SH វាមើលទៅចូលអត់បានទេចេញ connection time out ផុត22ហ្នឹងអញ្ចឹងខ្ញុំចូលទៅallow open SH សិនដើម្បីចូលទៅចូលវាចេញ row update វាតែហ្នឹងឥឡូវខ្ញុំសាកចូលម្ដងទៀតឥឡូវខ្ញុំចូលបានហើយដោយសារខ្ញុំ allow ដោយសារខ្ញុំ sudo command sudo UAW allow open ASH អញ្ចឹងខ្ញុំសាក status វាមើលHQ នេះវាចាញ់មក HQ ហើយអញ្ចឹងខ្ញុំ
ចូលទៅ comment មួយទៀតsudo usw deny openas ខ្ញុំ deny វាមើលខ្ញុំ deny វាមើលបិទ as ខ្ញុំសាកបិទASH សិនថាតើយើង login ចូលអត់ហើយខ្ញុំ exit ចេញមកក្រៅខ្ញុំ login ម្ដងទៀតខ្ញុំចូលនេះដោយសារតែខ្ញុំបានdeny វាឲ្យបិទ ASH កុំឲ្យចូលបានឥឡូវចេញមកនៅ port 22 connection time out អញ្ចឹងយើង login អត់ចូលទេដោយសារខ្ញុំប្រើ command deny openas ហ្នឹងហើយខ្ញុំវាបិទអត់អាចចូលបានទេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ